បន្ទាប់ពីប្រទេសឃើញសត្វក្រពើមួយក្បាលនៅតាមដងស្ទឹងហើយគ្រួសារមួយនេះក៏សម្រេចចិត្តចាប់ក្រពើមួយក្បាលនោះដើម្បីយកមកចិញ្ចឹមក្នុងផ្ទះតែម្ដងគាត់ពិតជាហ៊ានខ្លាំងមែនទែនចិញ្ចឹមក្រពើប្រៀបដូចជាចិញ្ចឹមពស់វែកអញ្ចឹងព្រោះសត្វទាំងនេះគឺវាអត់ចេះស្គាល់ម្ចាស់វានោះទេមិនដឹងថាម្ចាស់វាធ្លាប់ដាក់ចំណីអោយយ៉ាងម៉េចគឺវាអត់ដែលស្គាល់សោះហ្មងមិនថាយើងចិញ្ចឹមតាំងពីទូចរហូតដល់ធំយូរឆ្នាំប៉ុណ្ណាក៏វាអត់ស្គាល់ម្ចាស់ដែរតែពេលដែលប្រទេសឃើញមុនដំបូងទម្រាំតែចាប់វាបានគឺត្រូវប្រើរយៈពេលចាប់3-4ថ្ងៃនោះព្រោះដោយសារក្រពើធំមែនទែនគឺមិនងាយចាប់វាបាននោះទេព្រោះដោយសារស្ទឹងមួយកន្លែងនោះគឺធំខ្លាំងមែនទែនហើយដំបូងឡើយគឺត្រូវចាប់បានដែរប៉ុន្តែគឺការធ្វើប្រហែសគឺភ្លាត់ស្នៀតក៏ចាប់វាបានទៅបន្ទាប់ពីចាប់វាបានហើយថ្ងៃក្រោយទៅទៀតក៏ពិបាករកវាខ្លាំងណាស់ដែរព្រោះមិនងាយប្រទះឃើញវានៅលើគោកនោះទេពេលដែលវានៅក្នុងទឹកគឺមិនងាយរកវាឃើញនោះទេព្រោះប្រភេទសត្វនេះគឺវាវិនសងំនៅក្នុងទឹកខ្លាំងមែនទែនហើយណាមួយគឺជាសត្វដែលធំហើយក៏កាចសាហាវផងដែរការចាប់ដើម្បីយកទៅចិញ្ចឹមនៅក្នុងផ្ទះគឺមិនងាយស្រួលនោះទេទម្រាំតែចាប់បានព្រោះដោយសារទំហំរបស់វាគឺធំខ្លាំងហើយជាពិសេសគឺយើងចាប់វារស់ទៀតផងមិនមែនចាប់ស្លាប់ដូចនេះហើយគឺពិបាកចាប់